ពុជាក្រមដ៏សម្បូរភោគផលនេះដែលមានព្រៃនគរជាទីក្រុងមិនយូរប៉ុន្មានក៏នឹងត្រូវកាត់ផ្ដាច់មកចូលក្នុងអាណាចក្រដ៏រុងរឿងរបស់យើងជាមិនខានហើយកម្ពុជាក្រោមក៏នឹងទៅជាអាណាខេត្តមួយនៃអាណាដ៏ធំធេងរបស់យើង នេះជាដែនដីកម្ពុជាក្រោមដែលមានទំហំសឹងតែស្មើពាក់កណ្ដាលនៃផ្ទៃដីកម្ពុជាកណ្ដាលសពថ្ងៃទៅហើយការបាត់បង់ដែនដីដ៏កំសត់នេះនៅតែជាប្រធានបទដែលត្រូវបានគេលើកយកមកពិភាក្សាវែកញែកគ្នារហូតទល់នឹងសពថ្ងៃនេះមានអ្នកខ្លះថាដែនដីកម្ពុជាក្រោមនេះមិនមែនទើបតែបាត់បង់នៅថ្ងៃទី4ខែមិថុនាឆ្នាំ1949នៅពេលដែលបារាំងបានកាត់ឲ្យទៅវៀតណាមនោះទេពោលគឺកម្ពុជាក្រោមឬខ្មែរក្រោមនេះលែងស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាតាំងពីរាប់រយឆ្នាំមុនគឺមុនពេលដែលបារាំងកាត់ឲ្យវៀតណាមនៅក្នុងឆ្នាំ1949មកម្លេះបើយើងទៅតាមលោកបណ្ឌិតសេងយាណាបច្ចុប្បន្នលោកជាអ្នកនាំពាក្យក្រសួងយុទ្ធភ័ពហើយតាមរយៈអត្ថបទចុះផ្សាយមួយនៅក្នុងគេហទំព័រវិទ្យុបារាំងអន្តរជាតិផ្សាយជាភាសាខ្មែរក្នុងឆ្នាំ2017បានលើកឡើងយ៉ាងដូចនេះថាតាមពិតទៅកម្ពុជាបានចាប់ផ្ដើមបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមបន្តិចម្ដងតាំងពីអំឡុងសតវត្សទី17គឺនៅក្នុងរាជព្រះបាទជ័យជេដ្ឋាទី2ដែលមានមហាសីជាកូនស្រីថៃអាណាមដែលបានអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមករស់នៅក្នុងខេត្តព្រៃនគរបន្តិចម្ដងនៅពេលដែលនគរខ្មែរបានធ្លាក់ចុះទន់ខ្សោយដោយសារតែការគៀបសង្កត់ពីសៀមនិងអាណាមផងនិងដោយសារចំនួនផ្ទៃក្នុងដណ្ដើមរាជបល្ល័ង្កផងទើបនគរអាណាមក៏បានពង្រីកការកាន់កាប់ទឹកដីខ្មែរកម្ពុជាក្រោមជាលក្ខណៈអចិន្ត្រៃយ៍និងបានមកតាំងខ្លួនជាម្ចាស់ស្រុកចំណែកឯខ្មែរមួយក្រុមទៀតបានយល់ឃើញផ្ទុយពីនេះដោយពួកគេមិនបានចាត់ទុកថាខ្មែរកម្ពុជាក្រោមមិនត្រូវបានបាត់បង់ពីរាប់រយឆ្នាំមុនមកហើយនោះទេពោលគឺទើបតែបានបាត់បង់នៅពេលដែលបារាំងបានកាត់ឲ្យទៅវៀតណាមនៅថ្ងៃទី4ខែមិថុនាឆ្នាំ1949ពោលគឺទើបតែរយៈពេល76ឆ្នាំកន្លងទៅនេះតែប៉ុណ្ណោះគឺមិនទាន់គ្រប់100ឆ្នាំផងហើយពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងអស់ក៏ចាត់ទុកថាថ្ងៃទី4ខែមិថុនានេះជាថ្ងៃដែលបានបាត់បង់កម្ពុជាក្រោមដូចគ្នាចឹងដែរដោយពួកគេតែងតែគោរពពិធីរំលឹកខួបនៃការបាត់បង់កម្ពុជាក្រោមជារៀងរាល់ឆ្នាំដែលមានរំលងមួយឆ្នាំណាសោះឡើយចំពោះព្រះបាទនរោត្តមសីហនុទ្រង់ក៏មិនយល់ស្របទៅលើការសម្រេចចិត្តរបស់បារាំងក្នុងការកាត់ដែនដីកម្ពុជាក្រោមឲ្យទៅវៀតណាមនោះដែរហើយទ្រង់បានជំទាស់យ៉ាងដាច់ហឹងការនិងធ្លាប់បានបញ្ជូនប្រតិភូខ្មែរឲ្យទៅបារាំងដើម្បីឲ្យមានការផ្អាកការសម្រេចចិត្តរបស់សភាបារាំងដែរក៏ប៉ុន្តែត្រូវបានបរាជ័យតែយ៉ាងណាក្តីបើគេនិយាយដល់ការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនេះប្រជាពលរដ្ឋខ្មែរទូទៅនឹកគិតដល់ព្រះបាទជ័យជេដ្ឋាទី2នេះតែម្ដងពលរដ្ឋខ្មែរយល់ឃើញថាការដែលទ្រង់មានមហេសីជាបុត្រីស្ដេចយូនេះហើយដែលជាដើមចមដ៏ចម្បងដែលផ្ដើមឲ្យមានការបាត់បង់ដែនដីដ៏កំសត់មួយនេះទ្រង់ត្រូវបានប្រវត្តិសាស្ត្រឈាមខ្មែរគ្រប់ជំនាន់ស្ដីបន្ទោថាជាក្សត្រល្ងីល្ងើអសមត្ថភាពគ្មានចក្ខុវិស័យវែងឆ្ងាយមើលមិនដឹងពីល្បិចកិច្ចកលរបស់យួនដែលមានគំនិតលេបទឹកដីកម្ពុជាអស់ជាច្រើនដំណររួចមកហើយមកដល់កន្លែងនេះយើងត្រូវចោទសួរថាតើដែនដីកម្ពុជាក្រោមទើបតែបាត់បង់នៅក្នុងឆ្នាំ1949នេះទេឬវាត្រូវបានបាត់បង់ចាប់តាំងពីសតវត្សទី17មកម្លេះហើយម្ដងមកនេះតើកម្ពុជាអាចទាមទារដែនដីកម្ពុជាក្រោមមកវិញបានដែរទេនៅក្នុងវីដេអូនេះយើងនឹងសាកល្បងឆ្លើយនៅសំណួរទាំងអស់នេះជូនទៅពុកម៉ែបងប្អូនទាំងអស់គ្នាដោយដែលពួកយើងបានលើកឡើងការពីភាគមួយមកអញ្ចឹងអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែររូបណាក៏បានដឹងដែរថាមុនមកដល់ដែនដីកម្ពុជាក្រោមនេះវៀតណាមត្រូវឆ្លងកាត់នគរចម្ប៉ាជាមុនសិនដោយនេះវាច្បាស់ណាស់ថាពួកយួនណាមត្រូវចម្បាំងជាមួយនឹងជនជាតិចាមជាមុនសិនទើបមកដល់ដែនដីកម្ពុជាក្រោមនេះបានប្រការដែលវៀតណាមអះអាងថាពូជសាសន៍របស់ខ្លួនជាម្ចាស់កម្មសិទ្ធិនៃដែនដីសណ្ដោទន្លេមេគង្គឬកម្ពុជាក្រោមនេះវាជារឿងភូតភរកុហកសត្វសាទត្បិតថាខ្មែរបានរស់នៅលើដែនដីកម្ពុជាក្រោមនេះតាំងពីសម័យហ្វូណនឬនគរភ្នំមកម្លេះតែយ៉ាងណាក៏ដោយការបកស្រាយប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលវៀតណាមនេះគឺវាផ្ទុយទៅនឹងប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនិងប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់ប្រទេសវៀតណាមខ្លួនឯងវៀតណាមលើកឡើងថាដោយសារតែនគរជៀនឡាតែងតែបណ្ដុំកម្លាំងអភិវឌ្ឍនៅតែតំបន់ទន្លេសាបនិងខេត្តខំបើកទូលាយឆ្ពោះតែទៅទិសខាងលិចតែប៉ុណ្ណោះតែផ្ទុយពីនេះនៅដែនដីសណ្ដោទន្លេមេគង្គឬកម្ពុជាក្រោមវៀតណាមបន្តថាមិនទាន់មានការគ្រប់គ្រងផ្នែករដ្ឋបាលពិតប្រាកដរបស់នគរជៀនឡានៅឡើយទេប្រការនេះគឺមិនពិតនោះទេព្រោះថាខ្មែរបានបង្កើតនគរដំប
ងរបស់ខ្លួនដែលគេស្គាល់ថាជានគរហ្វូណនឬនគរភ្នំតាំងពីសតវត្សទី1មកម្លេះហើយក៏មានពលរដ្ឋខ្មែររស់នៅលើដែនដីសណ្ដោទន្លេមេគង្គនេះរួចបាត់ទៅហើយជាក់ស្ដែងនៅស្រុកកំពង់ស្ពានខេត្តព្រះត្រពាំងមានវត្តខ្មែរមួយមានឈ្មោះថាវត្តសម្បូររាំងសីត្រូវបានប្រជាពលរដ្ឋខ្មែរកសាងឡើងតាំងពីឆ្នាំ373នៃគ្រិស្តសករាជគឺតាំងពីសម័យនគរភ្នំឬសម័យហ្វូណនឯណោះហើយវត្តនេះនៅតែបន្តមានរូបរាងរហូតទល់នឹងសព្វថ្ងៃនេះវត្តសម្បូររាំងសីឬហៅថាវត្តសម្បូរបានកសាងនៅឆ្នាំ373គ្រិស្តសករាជនេះគឺជាវត្តមួយក្នុងចំណោមវត្តខ្មែរមានអាយុកាលយូរឆ្នាំបំផុតនៅតំបន់វាលរៀបទន្លេគូឡុងនេះសបញ្ជាក់ឲ្យឃើញថាខ្មែរជាម្ចាស់ទឹកដីដែលមានវត្តមានតាំងពីយូរលង់ណាស់មកហើយគឺមុនពេលដែលជនជាតិវៀតណាមមកដល់នេះឆ្ងាយណាស់បន្ថែមពីនេះរដ្ឋាភិបាលវៀតណាមបានអះអាងដែរថាទំនាក់ទំនងមេត្រីភាពរវាងរាជការស្ដេចវៀតណាមកូវៀននិងរាជការចិនឡាបានបង្កលក្ខណៈឲ្យជនជាតិវៀតណាមមកស្នាក់នៅលើដែនដីទន្លេមេគង្គដែលការលើកឡើងនេះគឺវាខុសឆ្លាស់ទាំងស្រុងទៅនឹងប្រវត្តិសាស្ត្រជាក់ស្ដែងសម័យចិនឡានៅកម្ពុជាបានចាប់ផ្ដើមឡើងតាំងពីសតវត្សទី6ដល់សតវត្សទី8នៃគ្រិស្តសករាជគឺមានរូបរាងមុនជនជាតិវៀតណាមមានរដ្ឋឯករាជ្យផ្ទាល់ខ្លួនបែកចេញពីជនជាតិចិននៅសតវត្សទី10ទៅទៀតបើដូច្នេះមែនតើមានស្ដេចវៀតណាមឯណាតើតាក់ទងជាមួយនឹងស្ដេចខ្មែរកាលពីសម័យចិនឡានោះដែលនេះវាពិតជារឿងមួយដែលមិនអាចទៅរួចសោះឡើយនៅត្រង់ប្រការនេះលើពីនេះនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាមក្នុងរាជការស្ដេចកូវៀនគឺបានចាប់ផ្ដើមគ្រប់គ្រងប្រទេសវៀតណាមចាប់តាំងពីឆ្នាំ1802តែប៉ុណ្ណោះហើយសំណួរសួរថាតើវាអាចទៅរួចដែរទេដែលមានស្ដេចវៀតណាមនៅដើមសតវត្សទី19ទៅតាក់ទងជាមួយនឹងស្ដេចខ្មែរនៅសតវត្សទី6ដល់សតវត្សទី9ដែលគ្រប់គ្រងប្រទេសក្នុងសម័យកាលខុសគ្នាសឹងតែ1000ឆ្នាំទៅហើយដែលតាមពិតទៅជនជាតិវៀតណាមបាននឹមគ្នាមកតាំងទីលំនៅលើដែនដីសណ្ដោទន្លេមេគង្គកូសាំងស៊ីននេះទើបតែនៅដើមសតវត្សទី17នេះទេនៅកាលពីគ្រានោះព្រះរាជានៃប្រទេសកម្ពុជាគឺព្រះបាទជ័យជេដ្ឋាទី2ឬព្រះបាទជ័យជេស្តាទី2មានព្រះជាយាជាជនជាតិវៀតណាមដែលមានព្រះនាមថាម្ចាស់ក្សត្រីអង្គជើគឺជាបុត្រទី8របស់ព្រះចៅយួនអាណាមគឺដោយសារតែទំនាក់ទំនងរវាងស្ដេចខ្មែរនិងឪពុកក្មេកជាស្ដេចយួនអាណាមនេះហើយដែលបានបើកផ្លូវឲ្យជនជាតិវៀតណាមមកតាំងទីលំនៅនៅលើដែនដីកម្ពុជាក្រោមនេះមានឯកសារប្រវត្តិសាស្ត្រមួយចំនួនបានសរសេរថានៅគ្រិស្តសករាជឆ្នាំ1621ដោយយល់ថានគរយួនមានចម្បាំងជាមួយនគរចិនបេសកកម្មការទូតរបស់យួនមួយបាននាំសម្បត្តិ2ច្បាប់របស់ព្រះចៅអាណាមមកកម្ពុជាមួយច្បាប់ថ្វាយព្រះបាទជ័យជេស្តាដែលជាកូនប្រសានិងមួយច្បាប់ទៀតថ្វាយម្ចាស់ក្សត្រីអង្គជើឲ្យជួយទូលព្រះស្វាមីសុំខ្ចីដីនៅតំបន់កម្ពុជាក្រោមដើម្បីហាត់សេនាទាហានយួនការខ្ចីដីធ្វើជាមូលដ្ឋានហាត់ទ័ពនេះមានរយៈពេល5ឆ្នាំហើយសន្យាថាគ្រប់5ឆ្នាំនឹងសងថ្វាយស្ដេចខ្មែរមកវិញដោយមានការយោគយល់ដល់ព្រះបិតាក្មេកនិងអគ្គមហេសីអង្គជើផងព្រះបាទជ័យជេស្តាទ្រង់ក៏យកព្រមអនុញ្ញាតទៅតាមការស្នើសុំមួយនោះទៅហើយចាប់តាំងពីពេលនោះមកជនជាតិយួនបានដឹកកូនជញ្ជូនចៅបបួលគ្នាមករស់នៅលើទឹកដីខ្មែរកាន់តែច្រើនឡើងម្យ៉ាងទៀតដើម្បីយកលេសថាដើម្បីជួយអាជ្ញាធរខ្មែរក្នុងទីនោះនិងរក្សាសន្តិសុខឲ្យមានប្រសិទ្ធភាពព្រះចៅយួនក្រុងវេក៏បានបញ្ជូនមេទ័ពរបស់ពួកគេឲ្យឈោះជើងកាន់កាប់នៅតំបន់នោះថែមទៀតផងចំណែកក្សត្រីអង្គជើក៏ត្រូវបានព្រះស្វាមីលើកតម្កើងជាព្រះមហាក្សត្រយនីដែលមានព្រះបរមងារថាសម្ដេចព្រះភគវតីព្រះស្រីវីរៈក្សត្រីបន្ទាប់ពីព្រះបាទជ័យជេស្តាទី2ឬជ័យជេដ្ឋាទី2ចូលទីបង្គត់នៅក្នុងឆ្នាំ1628វត្តមាននៃជនជាតិយួននៅលើទឹកដីខ្មែរក៏កាន់តែច្រើនឡើងជាពិសេសនៅតំបន់ព្រះសុគាកំពង់ត្រកាត្រីនិងព្រៃនគរហើយឥទ្ធិពលរបស់ប្រទេសអាណាមមកលើកម្ពុជាក៏កាន់តែខ្លាំងឡើងជាលំដាប់នៅអំឡុងពេលនោះប្រទេសកម្ពុជាបានជួបប្រទះវិបត្តិផ្ទៃក្នុងជាបន្តបន្ទាប់ជាពិសេសវិបត្តិដណ្ដើមរាជបល្ល័ង្ករវាងរាជវង្សានុវង្សខ្មែរនិងការប្រទីងបន្ទងការគ្រប់គ្រងកម្ពុជាពីសំណាក់ប្រទេសសៀមនិងយួនអាណាមក្រោយពេលដែលព្រះបាទជ័យជេស្តាទី2ចូលទីបង្គត់ទៅស្របពេលជាមួយគ្នានេះដែរប្រទេសសៀមនិងយួនអាណាមក៏បានប្រទីងបន្ទងគ្នាដើម្បីជ្រើសរើសយករាជាខ្មែរណាដែលពួកគេគិតថាអាចបម្រើផលប្រយោជន៍ឲ្យពួកគេបានឲ្យឡើងសោយរាជដែលនៅក្នុងប្រការនេះហើយវាបានធ្វើឲ្យប្រទេសកម្ពុជាបានក្លាយទៅជាសមរភូមិយុទ្ធរវាងខ្មែរនិងរវាងប្រទេសឈ្លានពានជិតខាងទាំងពីរនៅខណៈពេលដែលកម្ពុជាកំពុងតែមានវិបត្តិប្រទេសសៀមនិងយួនអាណាមក៏បានឆ្លៀតឱកាសយកចំណេញពីប្រទេសកម្ពុជាតែរៀងៗខ្លួនប្រទេសសៀមបានឆ្លៀតយកទឹកដីខ្មែរជាច្រើនតាមតែពួកគេអាចធ្វើទៅបានចំណែកស្ដេចយួនអាណាមវិញបានបន្តបញ្ជូនពលរដ្ឋរបស់ពួកគេឲ្យមករស់នៅលើទឹកដីខ្មែរកាន់តែច្រើនឡើងគិតត្រឹមពាក់កណ្ដាលនៃសតវត្សទី18ពលរដ្ឋយួនអាណាមបានមករស់នៅពាសពេញដែនដីកម្ពុជាក្រោមរួចបាត់ទៅហើយកងទ័ពចក្រពត្តិយើងដែលខ្លាំងក្លានិងច្រើនជាងកងទ័ពស្ដេចកម្ពុជាកំពុងតែវាយបំផាត់កងទ័ពនៅកម្ពុជាក្រោមដ៏សម្បូរភោគផលនេះដែលមានព្រៃនគរជាទីក្រុង
មិនយូរប៉ុន្មានក៏នឹងត្រូវកាត់ផ្តាច់មកចូលក្នុងអាណាចក្រដ៏រុងរឿងរបស់យើងជាមិនខានហើយកម្ពុជាក្រោមក៏នឹងទៅជាអាណាខេត្តមួយនៃអាណាដ៏ធំធេងរបស់យើង វិបត្តិផ្ទៃក្នុងប្រទេសកម្ពុជាក្រោយរាជការព្រះបាទជ័យជាស្ដាទី2បានអូសបន្លាយជាង200ឆ្នាំពលគឺបានអូសបន្លាយរហូតដល់ពេលព្រះបាទអង្គឌួងដែលជាព្រះរាជបុត្រពៅរបស់ព្រះបាទអង្គអេងឡើងគ្រងរាជ្យនៅក្នុងឆ្នាំ1840ឯណោះក្រោយពីបានចូលមកបោះទីតាំងរឹងមាំនៅលើទឹកដីខ្មែរហើយរដ្ឋអំណាចយួនបានរកមធ្យោបាយការពារទឹកដីនេះនិងបានប្រើប្រាស់គ្រប់មធ្យោបាយល្បិចកិច្ចកលដើម្បីលុបបំបាត់អត្តសញ្ញាណរបស់ខ្មែរឲ្យរលាយសពសូន្យពីដែនដីខ្មែរកម្ពុជាក្រោមហើយនៅក្នុងឆ្នាំ1815យួនបានកេណ្ឌប្រជារាស្ត្រខ្មែរជាច្រើនពាន់នាក់ឲ្យទៅសង់បន្ទាយទាហានមួយយ៉ាងធំនៅមាត់ជ្រូកទុកជាផលប្រយោជន៍ដើម្បីទប់ទល់នឹងការវិបហាណាមួយពីសំណាក់រាជាខ្មែរយួនបានបង្ខំឲ្យខ្មែរជីកព្រែកវិញទេរីឯឯកសារខ្លះហៅថាព្រែកយួនឬព្រែកជីកកាត់ខេត្តមាត់ជ្រូកដល់ខេត្តពាមដែលមានចម្ងាយប្រមាណជា54គីឡូម៉ែត្រគោលបំណងសំខាន់គឺដើម្បីយកព្រែកជីកនេះទុកធ្វើជាខ្សែបន្ទាត់ព្រំដែនរវាងខ្មែរនិងយួននៅថ្ងៃក្រោយព្រែកជីកយួននិងរឿងកំពប់តែអង្គជាមហាសោកនាដកម្មរាជខ្មែរដ៏ឈឺចាប់បំផុតដែលកូនខ្មែរគ្រប់ជំនាន់មិនអាចបំភ្លេចបានព្រែកជីកវិញទេត្រូវបានជីកនៅក្នុងឆ្នាំ1815ដែលនៅពេលនោះមេទ័ពយួនបានបញ្ជាឲ្យខ្មែរកើនកម្លាំង5000នាក់និងយួន5000នាក់ឲ្យជីកព្រែកនេះការជីកព្រែកជីកនេះគឺក្នុងគោលបំណងលេបយកទឹកដីខ្មែរឲ្យមានការបែងចែកជាខ្មែរកណ្ដាលនិងខ្មែរកម្ពុជាក្រោមហើយដើម្បីងាយស្រួលក្នុងការគ្រប់គ្រងយួនធ្វើជាព្រំប្រទល់ដែនដីខ្មែរនិងកូសាំងស៊ីនផងហើយយួនចាត់ទុកដីណាដែលនៅភាគខាងត្បូងព្រែកជីកនេះជារបស់ខ្លួនឥឡូវនេះយើងសូមនាំអារម្មណ៍បងប្អូនមកដឹងពីរឿងរ៉ាវកំពប់តេអង្គដែលជាមហាសោកនាដកម្មរាជខ្មែរនេះបន្តិចសិនព្រោះយើងជឿថាខ្មែរណាក៏ដោយឲ្យតែបានស្ដាប់ឬក៏បានអានពីរឿងរ៉ាវក្បាលខ្មែរដាំតេអង្គនេះហើយដឹងតែទឹកភ្នែកមិនបាននោះទេមហាសោកនាដកម្មនេះគឺបានកើតឡើងនៅគ្រិស្តសករាជ1815រាជពងសាវតាខ្មែរបានបញ្ជាក់ថាក្នុងការជីកព្រែកវិញទេរាជខ្មែរត្រូវបានគេកេណ្ឌហើយត្រូវបានយួនធ្វើបាបគ្មានត្រាពិន័យសោះឡើយចំពោះរឿងកំពប់តេអង្គដែលយួនយកខ្មែរកប់ទាំងរស់ហើយយកក្បាលខ្មែរធ្វើមុំចង្ក្រានដាំតែអង្គឲ្យយួនផឹកគឺបានកាត់ឡើងនៅក្នុងសម័យកាលនោះបើតាមឯកសារខ្មែរមួយបានសរសេរទាក់ទងនឹងរឿងនេះដែលថាក្តីលំបាកវេទនារបស់ខ្មែរជាគូលីកំណត់នេះប្រៀបបានទៅនឹងឋាននរកមួយថ្ងៃធ្វើការតាំងពីព្រលឹមទល់ព្រលប់អត់មានការសម្រាកសោះឡើយទឹកសម្រាប់ផឹកមានក្លិនលាមកបាយហូបទៅហាំពោះបណ្ដាលឲ្យកើតរោគហើយយួនវាសំពងថែមទៀតដោយចោទថាខ្មែរខ្ជិលខ្មែរធ្វើពុតខ្មែរយឺតនៅពេលដែលយួនបើកទឹកបង្ហូរចូលព្រែកយួនអត់ប្រាប់ខ្មែរទេដែលនេះវាបានបណ្ដាលឲ្យកម្មករកំណើនខ្មែររត់បន្ទាន់លិចលង់ក្នុងព្រែកស្លាប់អស់ជាច្រើនអ្នកចំពោះអំពើប្រៃផ្សៃអមនុស្សធម៌របស់យួនព្រះបាទអង្គច័ន្ទអត់បានតវ៉ាឡើយមានតែមន្ត្រីម្នាក់តែប៉ុណ្ណោះដែលបានចេញមុខមកជួយការពារហើយការចេញមុខមកជួយការពារនោះយួនបានដឹងហើយក៏បានចាប់មន្ត្រីនោះទៅសម្លាប់ចោលតែម្ដងក្រៅទៅពីកេណ្ឌខ្មែរឲ្យទៅជីកព្រែកហើយយួនក៏បានបង្ខំឲ្យខ្មែរកាប់ព្រៃឈើថែមទៀតដំបូងគេប្រើគោរទេសសម្រាប់អូឈើតែដល់ពេលសត្វស្លាប់អស់ទៅដោយកាប់ព្រៃឈើច្រើនពេកគេក៏ប្រើកម្លាំងមនុស្សខ្មែរឲ្យអូឈើជំនួសមកវិញដែលអំពើអមនុស្សធម៌នេះវាបានបណ្ដាលឲ្យប្រជារាស្ត្រខ្មែរនិងព្រះសង្ឃខ្មែរត្រឹមប្រមាណក៏បាននឹមគ្នាសម្លាប់យួនអស់ជាច្រើនហើយជាការសងសឹកមកវិញយួនក៏បានសម្លាប់ខ្មែរយ៉ាងសាហាវឃោរឃៅបំផុតនៅត្រង់ចំណុចនេះបងប្អូនសាកសម័យមើលទៅថាយកខ្មែរកប់ទាំងរស់ធ្វើជាចង្ក្រានហើយយកក្បាលខ្មែរដាំតែផឹកទៀតតើខ្មែរឈឺចាប់ប៉ុណ្ណាដែលត្រូវភ្លើងឆេះរੂរាទាំងរស់ហើយគាត់ឈឺចាប់ខ្លាំងប៉ុណ្ណាទម្រាំតែពួកគាត់ដែលខ្យល់ស្លាប់កូនខ្មែរតចំនួនទៅចាំថាដូនតាខ្មែរដែលធ្លាប់ជាពូជដល់ដងឧត្តមជាពូជនាគជាពូជអ្នកកសាងអង្គរត្រូវបានគេប្រមាថបែបនេះតើឈឺចាប់ប៉ុណ្ណាជំហានបន្ទាប់មេដឹកនាំយួនណាមបានផ្លាស់ប្ដូរឈ្មោះភូមិឃុំស្រុកខេត្តក្រុងខ្មែរឲ្យទៅជាឈ្មោះយួនស្ទើរតែទាំងអស់មានជាអាតព្រៃនគរទៅជាសៃកនឬបច្ចុប្បន្នគេដូរមួយសារទៀតទៅជាទីក្រុងហូជីមិញទួលតាមកទៅជាធូដៅមកចង្វាត្រពាំងទៅជាបៀងហ្វាព្រះសូគីទៅជាបារីជាដើមមិនត្រឹមតែផ្លាស់ប្ដូរឈ្មោះខេត្តនិងតំបន់ខ្មែរនៅកម្ពុជាក្រោមទៅជាឈ្មោះយួនប៉ុណ្ណោះទេសូម្បីតែឈ្មោះនៅតំបន់មួយចំនួននៅក្នុងទឹកដីកម្ពុជាកណ្ដាលឯណេះក៏វៀតណាមបានផ្លាស់ប្ដូរទៅជាឈ្មោះយួនផងដែរជាឧទាហរណ៍ភ្នំពេញគេហៅថាណាំយ៉ាងឧដុង្គទៅជាបាក់កូណាមខេត្តកំពតទៅជាកង្វតព្រៃវែងទៅជាឡាវែនហើយសូម្បីតែឈ្មោះរបស់មនុស្សនេះទៀតសោតក៏យួនបង្ខំឲ្យពលរដ្ឋខ្មែរក្រមដូរត្រកូលខ្មែរចេញដោយជំនួសមកវិញនៅត្រកូលដែលមានសូរសៀងស្តៀងទៅនឹងភាសាវៀតណាមដែរហ
ហើយដើម្បីងាយស្រួលសម្គាល់និងងាយស្រួលគ្រប់គ្រងខ្មែរអធិរាជយួនណាមឈ្មោះយ៉ាឡុងនិងមេដឹកនាំយួនជាបន្តបន្ទាប់មកទៀតបានបង្ខំឲ្យខ្មែរបដូរត្រកូលរបស់ខ្លួនដោយប្រើត្រកូលរួមគ្នាទៅតាមខេត្តនិងតំបន់នីមួយៗដែលត្រកូលទាំងអស់នោះរួមមានថាច់សឿនគៀនគឹមចៅញ៉ាញ់ឬដាញ់កាវនិងដាវជាដើមក៏ត្រឹមក្នុងឆ្នាំ1834ពោលគឺប្រមាណជា30ឆ្នាំមុនពេលបារាំងមកដាក់អាណានិគមនៅឥណ្ឌូចិនកម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមស្ទើរតែទាំងស្រុងលើកលែងតែសុកត្រាំងដែលបានបាត់បង់នៅក្នុងឆ្នាំ1840តែប៉ុណ្ណោះចូលមកដល់ឆ្នាំ1845នៅពេលដែលព្រះបាទអង្គឌួងឡើងគ្រងរាជ្យនគរខ្មែរគឺត្រូវបានបាត់បង់ឯករាជ្យស្ទើរតែទាំងស្រុងដោយនៅពេលនោះគឺត្រូវស្ថិតក្រោមការត្រួតត្រារបស់នគរសៀមនិងនគរអាណាមដែលស្ថិតនៅក្នុងស្ថានភាពបែបនេះហើយព្រះបាទអង្គឌួងត្រូវសៀមនិងយួនអាណាមបង្ខំឲ្យចុះកិច្ចព្រមព្រៀងកាត់ដេនដីខេត្តប៉ែកពីយប់ទៅឲ្យសៀមនិងទទួលស្គាល់ឲ្យវៀតណាមបន្តការកាន់កាប់ទឹកដីកម្ពុជាក្រោមជាបន្តទៅមុខទៀតចាប់តាំងពីពេលដែលមានសន្ធិសញ្ញានោះហើយដែលប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោមបាននាំគ្នារត់មករស់នៅនគរខ្មែរវិញដោយសារតែពួកគេទទួលរងនៅការធ្វើទុកបុកម្នេញកាន់តែខ្លាំងឡើងពីសំណាក់ប្រជាជននិងអាជ្ញាធរអាណាមមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែដែនដីខ្មែរកណ្ដាលក៏ត្រូវប្រឈមមុខនឹងការបាត់បង់ផងដែរនៅពេលនោះដូច្នេះហើយបានជាព្រះបាទអង្គឌួងស្វះស្វែងរកជំនួយពីអធិរាជណាប៉ូលីអុងទី3របស់បារាំងមកទប់ទល់ជាមួយនឹងនគរសៀមនិងអាណាមបន្តមកឆ្នាំ1858បារាំងបានបញ្ជូនកងទ័ពមកវាយលុកទៅលើនគរអាណាមរហូតដណ្ដើមបានទឹកដីកម្ពុជាក្រោមមកកាន់កាប់នៅក្នុងឆ្នាំ1862មុនដាក់អាណាព្យាបាលនៅលើកម្ពុជានៅក្នុងឆ្នាំ1863ឯវៀតណាមនៅក្នុងឆ្នាំ1884និងឡាវនៅក្នុងឆ្នាំ1893ហើយបង្កើតបានទៅជាសហភាពឥណ្ឌូចិនគូបញ្ជាក់ផងដែរថានៅក្នុងសហភាពឥណ្ឌូចិននេះដែនដីកូសាំងស៊ីនគឺមានលក្ខណៈពិសេសពីប្រទេសកម្ពុជាវៀតណាមនិងឡាវពិសេសត្រង់ថាកម្ពុជាវៀតណាមនិងឡាវគឺជាប្រទេសដែលស្ថិតក្រោមអាណានិគមបារាំងចំណែកកូសាំងស៊ីនវិញគឺនៅក្រោយពេលដែលបារាំងបានដណ្ដើមយកជ័យជំនះពីនគរអាណាមនៅក្នុងឆ្នាំ1862ហើយបារាំងមិនបានដាក់បញ្ចូលក្នុងដែនដីកម្ពុជាវិញទេតែបារាំងបានយកដែនដីកូសាំងស៊ីននេះទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយមានលក្ខណៈជាដែនដីបារាំងនៅឯនេះសមុទ្រជាកិច្ចបន្តយើងនឹងលើកយករឿងចម្រូងចម្រាសរវាងកម្ពុជានិងបារាំងក្នុងការដែលសភាបារាំងសម្រេចចិត្តកាត់ដែនដីកម្ពុជាក្រោមទៅឲ្យបៅដាយដោយគ្មានការសួរយោបល់ពីកម្ពុជាមួយម៉ាត់និងរឿងរ៉ាវចម្រូងចម្រាសផ្សេងទៀតមានជាអាចការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរក្រមការលះបង់របស់វីរជនខ្មែរក្រមនិងថាតើសពថ្ងៃពលរដ្ឋខ្មែរក្រមរស់នៅយ៉ាងបែបណាតើរដ្ឋាភិបាលវៀតណាមបានបង្រៀនពលរដ្ឋខ្លួនបែបណាខ្លះដោយសារតែវីដេអូនេះវាកាន់តែវែងទៅហើយដូច្នេះយើងសម្រេចចិត្តថាបើបងប្អូនមានការគាំទ្របន្តទៅមុខទៀតយើងនឹងធ្វើភាគ3បន្តទៀតហើយយើងនឹងឆ្លើយនឹងសំណួរថាតើកម្ពុជាអាចទាមទារទឹកដីខ្មែរកម្ពុជាក្រោមមកវិញបានឬទេអញ្ចឹងសូមពុកម៉ែបងប្អូនទាំងគ្នាជួបគ្នានៅភាគ3បន្តទៀត